សួស្តីអ្នកនរគ្នាត្រឡប់មកវិញហើយខ្ញុំបាទ ITC ហៅតែគ្រូជោគជ័យបាទមិនគ្រូជោគជ័យទេមិនគ្រូជោគជ័យហើយថ្ងៃនេះសូមចែករំលែកទម្រង់នៃ candle ទម្រង់នៃ confirmation flow candle ទាំងអស់ចែកជូនទៅអ្នកទាំងអស់គ្នាដែលរៀនខាងផ្នែក ITC concept ឬក៏យើងថារៀនផ្នែក ITC concept បងប្អូនអាចយកទម្រង់ candle នេះយកទៅមើលទៅផ្ទៀងផ្ទាត់ព្រោះទម្រង់ candle នេះជាបទពិសោធន៍ដែលខ្ញុំ trade ជួបផ្ទាល់នៅក្នុង live chart data ក្នុងការវិភាគក្នុងការបណ្ដេញ flow ក្នុងការមើល entry អញ្ចឹងទម្រង់ candle នេះបានទាំង entry បានទាំងមើល flow យល់ទេបានទាំង technical analysis មានន័យថាយកមកវិភាគបានទម្រង់នេះហៅថាទម្រង់ confirmation flow មានន័យថា flow bearish confirm bearish flow bullish confirm bullish អញ្ចឹងទម្រង់នេះខ្ញុំឆែកមើលផ្ទៀងផ្ទាត់អស់ហើយសូមចែករំលែកទៅអ្នកដែលរៀនខាង ITC ទាំងអស់ឬក៏ SMC ឬក៏អ្នកដែលរៀនខាង trade នេះជាសិស្សខ្ញុំក្តីឬក៏មិនមែនជាសិស្សខ្ញុំក្តីចែករំលែកអស់គ្នាហើយសូមយកទៅផ្ទៀងផ្ទាត់ហើយតាមដានមើលតើវាមានពិតអត់ប៉ុន្តែខ្ញុំបានផ្ទៀងផ្ទាត់ហើយអាការដែលខ្ញុំនិយាយថាផ្ទៀងផ្ទាត់ហើយទាំងអស់គ្នាមិនទាន់បានមើលហ្នឹងក៏ចូលទៅមើលសិនទៅហើយនៅខាងក្រោមនេះគឺខ្ញុំបានផ្ទៀងផ្ទាត់ដែរទម្រង់ទាំង5នេះដែលខ្ញុំរើសហើយធ្វើវីដេអូលើកមុនហើយវីដេអូនេះតមកវីដេអូលើកមុនដោយសារតែយក candle ទាំងអស់នេះយកមកផ្ទុំមកផ្គុំឲ្យចេញទៅជាទម្រង់ candle ទាំងនេះអញ្ចឹងវីដេអូនេះសំខាន់សូមបងប្អូនគ្នាមើលហើយ note ទុកហើយទាំងអស់គ្នាយកទៅផ្ទៀងផ្ទាត់នៅក្នុង candle តើមានពិតអត់កាលណាបើមានពិតទាំងអស់គ្នានឹងបានឃើញអ្វីថ្មីមួយទៀតឬក៏កំហើញអ្វីថ្មីមួយទៀតនេះជាបទពិសោធន៍ដែលខ្ញុំមានក្នុងវិស័យ trade នេះចែករំលែកទៅសិស្សទាំងអស់គ្នាទៅ top fan ទាំងអស់គ្នាឬក៏អ្នក discuss ខ្ញុំអស់គ្នាហើយសូមតាមដានអស់គ្នាអញ្ចឹងនៅក្នុង2 candle នេះ candle ទី1នេះសំដៅយក bullish ហ្នឹងមក red candle នេះកតុយ wick គេមើលតែ wick ទេណាបងប្អូនបើសំខាន់រឿង wick កតុយ wick នេះមក red candle នេះគេមើលតែ2 candle ចុងក្រោយទេ2 candle ចុងក្រោយនេះមានន័យថា confirm flow ហើយ flow bullish អញ្ចឹងគេមើលតែកតុយ wick អា wick ក្នុង red candle នេះគឺជា breaker candle ទី1អញ្ចឹង breaker នេះសំដៅបាន bullish បើសិនយើងមើលទម្រង់ bearish នៅខាងក្រោម wick ខាងលើនេះគឺជា breaker បងប្អូននឹងទៅជួបវាមិនមែនជា rejection ទេប៉ុន្តែវាជា candle នៅក្នុង rank នៅក្នុង flow យល់ទេអញ្ចឹងទម្រង់នេះគឺជាទម្រង់ rejection block ប៉ុន្តែទម្រង់ rejection block នេះខ្ញុំមិនឲ្យទាំងអស់គ្នាមើលឲ្យឃើញ3ទេឲ្យមើលឲ្យឃើញ2មុនដើម្បីងាយស្រួលក្នុងការ trade ប៉ុន្តែបើសិនជាមើលទៅឃើញ3វា flow វាត្រឹមតែពាក់កណ្ដាលអញ្ចឹងវាអត់សូវ strong ទេបងប្អូនចឹងប៉ុន្តែគេ trade អាណាគេ trade វាអត់សូវ strong ទេគេ trade វាអញ្ចឹងបានយើងឃើញវាទៅ whole body អញ្ចឹងទម្រង់មួយទៀតមួយនេះ rejection block ដូចគ្នាប៉ុន្តែវា strong វាដាច់ aggressive អញ្ចឹងគេមើលវាមកអញ្ចឹងទម្រង់ rejection block នេះគឺមើលបានទាំងលើទាំងក្រោមទាំង bearish ទាំង bullish ប៉ុន្តែត្រូវចាំត្រូវ note ទុកអញ្ចឹងទម្រង់ទី2ទម្រង់ទី3ទម្រង់ទី3ក្នុង bearish ទាំង bullish ហ្នឹងគឺសំដៅយក displacement មានន័យថាមួយនេះគឺ correct flow ហើយ flow bearish ឬក៏ flow bullish ត្រូវចាំព្រោះបើសិនជា trade candle បងប្អូនមើលឃើញ clean ថា flow bullish ឬក៏ bearish ទាំងលើទាំងក្រោមអញ្ចឹងទម្រង់ទី4នេះត្រូវរៀងប្រុងប្រយ័ត្នតិចទម្រង់ទី4នេះជានិច្ចការកើតនៅក្នុង key time ថាទៅពួកនេះកើតនៅក្នុង key time KPD array ទាំងអស់ពួក candle confirm នេះក្នុង key time KPD array ទម្រង់ទី4នេះអាចចោះមកយក sweep liquidity មកតង់ទៀតរួចទៅបាន bullish អូខេឬក៏អាចយកត្រឹមមួយនេះទេត្រឹមកដាល low នេះទេរួចទៅ bullish យកតម្រងទម្រង់ចុងក្រោយដូចគ្នាអាចយកម្ដងអាចយកដល់លើហើយរួចទៅបានចុះមក bearish ក៏មានតើប្រយ័ត្ននេះហៅថា confirm flow bearish ក្តីឬក៏ bullish ក្តីគឺមើលទៅ clean confirm យកតែម្ដងហើយវីដេអូនេះសំខាន់ note ហើយទាំងអស់គ្នាយកទៅមើលនៅក្នុង chat ចាប់ឲ្យឃើញអញ្ចឹងវីដេអូនេះវីដេអូទី2ហើយមួយទៀតទម្រង់ទី5នេះខុសពីទម្រង់ទី1ហ្នឹងនេះទម្រង់ទី5នេះចង់និយាយពីស្រដៀងនឹង rejection ដូចគ្នាប៉ុន្តែស្ថិតនៅក្នុង manipulation បាននេះ rejection នេះស្ថិតនៅក្នុង manipulation បានដូចគ្នាអញ្ចឹងទាំងអស់គ្នាទាញមកមើលនៅ candle ចុងក្រោយគេអ្នកខាងស្ដាំណៃនេះឃើញទេឃើញខាងឆ្វេងណៃនេះអាច manipulation បានយល់ទេយើងមើលមកទម្រង់ទី5រួចទៅយើងមើលមកទម្រង់ទីខ្ញុំថា12មើលទី5ទី6ទី7ទី8ទី9ទី10 11 12ទម្រង់ទី12នៅក្នុង bearish ប៉ុន្តែយើងមើលទម្រង់ទី5 bullish ប៉ុន្តែទម្រង់ទី12នឹង bearish អញ្ចឹងមួយនេះស្ថិតនៅក្នុង manipulation ដែរវាអត់ទាន់ចេញទៅជា rejection block ទេយល់ទេហើយអញ្ចឹងអ្នកដែល trade CIOT អាច mess up នៅក្នុង condition ណាមួយព្រោះអ្នក trade CIOT អាចចូលទៅ hedge condition អត់ដាច់អញ្ចឹងទៅបាន trade candle COT អាចមានការភ្លៀងផ្លាត់អានេះទម្រង់ទី5ទម្រង់ទី6នេះ
cứ sầm khăn đôi kiaពួកនេះសិតតែពួក flow ទាំងអស់នេះអញ្ចឹងតម្រងទី6នេះមានន័យថា rejection ប៉ុន្តែជាលក្ខណៈ bullish strong អញ្ចឹងមួយនេះអាចយកក៏បានមិនយកក៏បាន low អញ្ចឹងអាចយកអញ្ចឹងក៏បានមិនយកក៏បានយល់ទេអញ្ចឹងវាជាតម្រង bullish ប៉ុន្តែពេលណាយើងឃើញហ្នឹង private aggressive យើងក៏តែចាំមក retest យើង trade តបានខាងក្រោមដូចគ្នាយល់ទេអាចមកយកអាចអត់យក low អញ្ចឹងរួចទៅធ្លាក់មក low យកក៏មានដែរយល់ទេសំខាន់អាលើ wick នេះពួក wick កតុយ wick នេះផ្ទៀងផ្ទាត់មើល wick អត់មែនទេព្រោះជា high risk នៅក្នុង wick អញ្ចឹង ITC concept គឺ wick do damage body confirm ត្រូវចាំwick do damage body confirm យ៉ាអាហ្នឹងគឺគេមើលអញ្ចឹងអញ្ចឹងយើងមានឲ្យតម្រងទី5ទី6យើងចូលតម្រងទី7តម្រងទី7នេះខុសពីតម្រងទី1ឆ្ងាយត្រូវចាំតម្រងទី7នេះតម្រងទី7នេះ rebalance មែនប៉ុន្តែ rebalance ហ្នឹងវា aggressive មិនជា rebalance ដោយតម្រងទី1ដែលយើងអាច manipulation flow បានទេពួកនេះគឺ confirm យកតម្រងកាលណាដែល body confirm ចាប់ពី2តង់ឡើងទៅគឺ aggressive យល់ទេនេះតម្រងទី6នេះមើល1 2 3 4 5 6 7តម្រងទី7នេះទាំង bearish ទាំង bullish ទាំងគ្នាចូលទៅមើលឲ្យផ្ទៀងផ្ទាត់មើលឲ្យមែនទេណានឹងវាកើតនៅក្នុង key time key period ទេណាដោយសារតម្រងទាំងអស់នេះយើងយកមកផ្ទៀងផ្ទាត់ជាមួយនឹង candle តម្រងខាងក្រោមនេះបានផ្គុំវាឲ្យចេញទៅជាពួក correct flow អញ្ចឹងសួរថា rejection ទូចនេះយើងអាចមើលយ៉ាងបាននេះ rejection ទូចអញ្ចឹងក៏បានដែរយល់ទេអត់មាននិយាយជាបញ្ហាទេគ្រាន់តែខ្ញុំមិនដាក់ឲ្យវាឃើញអញ្ចឹងគ្រាន់តែឲ្យទាំងអស់នេះចូលទៅមើលទៅអីណែមានន័យថា adjust យកតម្រងផ្ទៀងផ្ទាត់យកតម្រងអញ្ចឹងយើងមានតម្រង2 4 5 6 7 2 4 6 7 1 2 3 4 5 6 7តម្រងទី8តម្រងទី8ទាំង bearish ទាំង bullish នេះគឺសំដៅលើអ្វីសំដៅលើ rebalance ឧទាហរណ៍ថាប្រាយយើងមើលទៅឃើញ rejection នេះ rebalance នេះបែងចែកទៅជាពីរពឺទាំង bearish ទាំង bullish ទាំងអស់នេះអាចសេរីវាទៅជា green អញ្ចឹងក៏បានអាចសេរីទៅជា red ក៏បានដែរប៉ុន្តែវាជា bearish និង bullish យល់ទេគ្រាន់តែ rebalance មួយនេះសំដៅបានទាំង bearish ទាំង bullish ហើយប៉ុន្តែពឺវាជា red ក៏បានជា green ក៏បានអញ្ចឹងមានន័យថាអូបើសិនជា flow bullish ពេលប្រាយមកឡើងមក rebalance ចេះនៅតែ bullish អត់អាចមក bearish បានទេមិនមែនជា rejection block ណាទាំងអស់នេះទៅផ្ទៀងផ្ទាត់មើល candle មែនទេអស់នេះពេលចូលទៅថាអូ rejection block CRT អីហ្នឹងអត់មែនទេងាប់បាត់ព្រោះ key នៅក្នុង trade candle គឺជា condition គឺជា time គឺជា price យល់ទេត្រូវប្រុងប្រយ័ត្នឲ្យមែនទេទាំង bearish ទាំង bullish នេះមើលឃើញទេអញ្ចឹងតម្រងទី8តម្រងទីប្រហែលទី9តម្រងទី9នេះបងប្អូនឃើញហើយនេះគឺជា rebalancing price ដូចគ្នាប៉ុន្តែជាលក្ខណៈបណ្ដាញ order flow ឬក៏ខ្ញុំហៅថា SMT ក៏បានលេខ low បិទ low អញ្ចឹងតម្រងនេះក៏បងប្អូនត្រូវតែមើលឃើញដែរព្រោះ rebalance support price rebalance support price មិនមែនស្ថិតនៅក្នុង rejection ទេទាំង bearish ទាំង bullish មើលឲ្យឃើញអញ្ចឹងពេលបងប្អូនមើលឃើញហើយចំណាំ candle នៅទុកនៅលើអញ្ចឹងក៏បានដែរពេលណាដែលបងប្អូន trade បងប្អូនឃើញ candle អញ្ចឹងបងប្អូនដឹងចំណាំពេលណាដែលបងប្អូនចំណាំពេលចូលទៅ trade តម្លាក់ condition វិភាគ condition បែកចាក់ទម្លុះរឿង flow នេះយកតម្រងយល់ទេអញ្ចឹងមេរៀននេះសំខាន់ទៅទៀងទាត់មើលមែនទេអញ្ចឹងតម្រងខាងលើនេះខាងក្រោមនេះអត់មានខុសគ្នាទេដោយអាស្រ័យវាជា rebalance ហើយមួយទៀតវាបែងចែកទៅជា2ព្រោះខ្ញុំលើកនៅ4តម្រង1 rebalance មានន័យថាម៉េច price ឡើងចេះទេអត់មែនជា rebalance ទេយល់ទេបើ price នេះចុះឡើងចេះអានេះបាន rebalance នេះនៅខាងក្រោម rebalance អញ្ចឹងខាងលើនេះក៏ដូចគ្នាយើងយកវាបែងចែកឲ្យដាច់វាគ្នាណាតម្រង candle នេះទាំងអស់គ្នានឹងជួបដូចគ្នាព្រោះបើសិនជាពេលណាដែលយើង bullish វានឹង rebalance ឡើងទៅលើ price វា rebalance ញ៉ាបើសិនជាយើង bearish price វា rebalance ចុះមកក្រោមយល់ទេអញ្ចឹងតម្រងទាំងអស់នេះគឺមានទាំង4ដូចអ្វីដែលខ្ញុំ note អញ្ចឹងបងប្អូនចូលទៅមើលទៅគឺឃើញហើយចាវាភាគមើលឃើញអញ្ចឹងតម្រងនេះដូចជា rejection block ដូចគ្នាប៉ុន្តែវាជាលក្ខណៈ SMT យល់ទេមានន័យថាវាមក low ហើយ open ហើយ sweep low មកតង់ទៀតឡើងស្ទុយយកតម្រង rebalance ខ្ពស់មែនទេអញ្ចឹងវាស្មើនឹង rejection block ដូចគ្នាប៉ុន្តែជាលក្ខណៈ SMT មានទាំង bearish មានទាំង bullish ទាំងអស់នេះអាចចូលទៅមើលបានហើយ body វាបិទបើកមិនជា respect ទេប៉ុន្តែឲ្យវា respect ក៏បានដែរដោយសារអាស្រ័យបើបិទបើកអត់ respect ហ្នឹងវាជា gap បើសិនជាបិទបើក respect ស្មើគ្នាអញ្ចឹងវាមិនមែនជា gap ទេយល់ទេចាហើយតម្រងចុងក្រោយនេះគឺគ្រោះថ្នាក់មែនទេត្រូវចាំតម្រងចុងក្រោយនេះតម្រងចុងក្រោយនេះគឺចង់និយាយពី bullish ឬក៏ bearish ប៉ុន្តែ price បិទខាងរែង leg breaker នៅខាងក្នុងនេះពេលយើងទម្លាក់ time frame បងប្អូនឃើញ breaker ហើយវាជាលក្ខណៈ SMT ទាំង bearish ទាំង bullish ចាអញ្ចឹងយើងមាន2តម្រងធំសម្រាប់មើល flow ព្រោះខ្ញុំផ្ទៀងផ្ទាត់មើលទៅមិនមានអ្វីលើសជាងនេះទេហើយតម្រងទាំងប្រមាណនេះនឹងកើតនៅក្នុង key time key period ទេអ
ចឹងឲ្យបងប្អូនចូលទៅព្រៀងផ្ទាត់រៀនការវិភាគហើយសង្កេតមើលហើយវីដេអូនេះចែករំលែកទៅអ្នកទាំងអស់គ្នាផងហើយសំខាន់បើសិនជាអ្នកទាំងអស់គ្នាចង់ចូលមកក្នុងក្រុម Telegram ទាំងអស់គ្នាអាចអីគេ add Telegram មកនេះខ្ញុំបាន Telegram ហ្នឹងក៏ឈ្មោះ add ចឹងទៅខ្មែរ ITC ខ្មែរ ITC 89អាហ្នឹងក៏ Telegram គ្រប់យើងឆាតលេងអញ្ចឹងណាចឹងនិយាយគ្នាលេងឬក៏តម្លាក់ profit ឬក៏អ្នកដែល trade ITC ទាំងអស់ហ្នឹងអាហ្នឹងក៏មានមួយហើយបើសិនជាអ្នកទាំងអស់នេះចង់រៀនជាលក្ខណៈ private ឬក៏រៀនជាក្រុមពេលណាដែលខ្ញុំបើកទាំងអស់នេះអាចឃើញនៅក្នុងដែរពេលខ្ញុំបើកតែខ្ញុំនឹងបរៀននៅពេលណាបងប្អូនអាចចូលរៀនផ្ទាល់បានហើយក្នុងការរៀនក៏ដូចគ្នាគឺរៀនវិភាគរៀនមើល candle រៀនបដិញ flow រៀន entry រៀន technical ទាំងអស់អញ្ចឹងខ្ញុំក៏មានបើកបង្រៀនដែរអញ្ចឹងប៉ុន្តែអ្នកណាដែលអត់មានសមត្ថភាពរៀនអាចរៀននៅក្នុង YouTube នេះបានអាច follow អាច subscribe អាចចូល live ព្រោះយើង live ជារៀងរាល់ថ្ងៃអញ្ចឹងហើយខ្ញុំមាន copy trade account បើកឲ្យអ្នកនេះ copy trade account ទៀតអញ្ចឹងបងប្អូននេះកុំបារម្ភអីបើចង់ចូលមករៀនក៏បានចង់ copy ក៏បានចង់រៀននៅក្នុង YouTube ក៏បានឆាតលេងក៏បានមានអ្វីអាចសួរបាននៅក្នុង live អញ្ចឹងហ្នឹងគឺបាច់កំហុសអញ្ចឹង candle នេះគឺចែកតម្លៃទៅអ្នក trade ទាំងអស់គ្នាហើយឲ្យមានការខិតខំប្រឹងកុំឲ្យបាក់ទឹកចិត្តហើយព្យាយាមឡើងនេះជាទម្រង់ candle confirm flow មិន bearish bullish ណាតែចាំហើយយើងមានទម្រង់ candle ហើយមេរៀនចុងក្រោយមេរៀនមួយទៀតច្រឡំមេរៀនចុងក្រោយទៀតខ្ញុំនឹងលើកនិយាយពី PD array ខ្ញុំនឹងបញ្យល់ PD array តែ 3-4 PD array ទេដើម្បីយកទាំងអស់គ្នាមក trade បានរួចទៅយើងនឹងយក PD array ពួកហ្នឹងយកមកវិភាគកាលណាយើងយកមកវិភាគហើយមេរៀនបន្ទាប់ទៀតខ្ញុំនឹងបរៀនឲ្យទាំងអស់គ្នាចេះ entry ចេះវិភាគចេះ entry ចេះចេញចូលមាន risk management emotion អីហ្នឹងគឺខ្ញុំនឹងតម្លាក់វីដេអូតាមបន្តបន្ទាប់អញ្ចឹងប៉ុន្តែ live trade យើងនៅតែមានបន្តអញ្ចឹងហើយអរគុណច្រើនសម្រាប់អ្នកទាំងអស់គ្នាជួយ share ជួយចុច like ជួយ subscribe ហើយអរគុណផងសម្រាប់អ្នកដែល share ហើយអរគុណ top fan ទាំងប្រមាណដែលខ្ញុំមានហ្នឹងហើយខិតខំប្រឹងរៀនឡើងអ្នកទាំងអស់គ្នាពេលណាដែលយើងមានចំណេះហ្នឹងអនាគតក៏វាល្អតែយើងអត់មានចំណេះហ្នឹងវាលំបាកណាស់អញ្ចឹងហើយ trade ត្រូវតែមាន risk management ត្រឹមត្រូវតែមានការខិតខំព្យាយាមត្រឹមត្រូវកុំលេងសើចអញ្ចឹងហើយវីដេអូនេះគឺជាវីដេអូទី2ហើយយើងវីដេអូទី3យើងលើកតែ PD array សំខាន់នេះយកមកបញ្យល់ដើម្បីយើងមានឱកាសក្នុងការចូល trade នេះជា ITC concept ឬក៏ទាំងអស់នេះអាចនិយាយថា SMC អីក៏បានអត់មានខ្វល់ទេ supply demand ក៏បានអត់មានខ្វល់ទេសំខាន់ខ្វល់ត្រង់ណាតែម្យ៉ាងគាត់ trade បានលុយមាន risk management ត្រឹមត្រូវកុំចិន account តែប៉ុណ្្នឹងឯងអាហ្នឹងគឺអ្វីដែលខ្ញុំ focus អញ្ចឹងអ្នកដែលចង់រៀនអាចតាក់ទងមកបានចូលឆាតបានតាមចំណងចំណុចចិត្តឬក៏អ្នកដែលមើលក្នុង YouTube ជួយ subscribe ជួយ share ផងអញ្ចឹងមានតែប៉ុណ្្នឹងឯងអស់នេះអរគុណច្រើនបាយបាយ